នេះគឺជារបៀបខត្រីសម្បារបស់នាងខ្ញុំចឹងពុកម៉ែបងប្អូនណាអាចសាកល្បងធ្វើត្រីសម្បាខនេះទាំងអស់គ្នាណាដោយនាងខ្ញុំបន្ថែមជាមួយនឹងប៉េងប៉ោះម្នាស់ខ្ញីដើម្បីកាត់ជាតិឆ្អាបហើយក៏សិនបើពុកម៉ែបងប្អូនមានសាឡាត់អាចបន្ថែមសាឡាត់ដូចនាងខ្ញុំចឹងក៏បានដែរហើយនេះគឺជាត្រីសម្បារបស់នាងខ្ញុំដែលទិញមកពីផ្សារគឺសោះស្រស់ខ្លាំងមែនទែនតោះពុកម៉ែបងប្អូនមកខត្រីសម្បាជាមួយនឹងនាងខ្ញុំជាដំបូងយើងត្រូវកូរស្ករនេះកំឡោចវាឲ្យរាងក្រហមបន្តិចទៅយើងដាក់ខ្ទឹមដែលយើងចិញ្ច្រាំហើយមួយបន្ទាប់ពីយើងកំឡោចស្កររបស់យើងរាងក្រហមបន្តិចយើងក៏ចាក់ខ្ទឹមសចូលដើម្បីឲ្យខ្ទឹមសរបស់យើងនឹងវាឈ្ងុយល្អនៅពេលដែលយើងបំពងខ្ទឹមវាឈ្ងុយបន្តិចយើងក៏ដាក់ខ្ញីចូលហើយបងប្អូនណាកុំភ្លេចបន្ថែមទឹកត្រីផងណាដើម្បីឲ្យរសជាតិនៃស្ករដែលយើងកំឡោចហ្នឹងគឺកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ចំពោះគ្រឿងវិញគឺនាងខ្ញុំដាក់តែទឹកត្រីសិនទេហើយនាងខ្ញុំក៏ចាក់ត្រីសម្បាចូលហើយការចាក់ត្រីសម្បានេះចូលគឺនាងខ្ញុំអត់កូរឲ្យញ៉ៃទេព្រោះខ្លាចត្រីដែលយើងចាក់ទៅនឹងវាខ្ទេចចឹងនាងខ្ញុំគ្រាន់តែក្លុកវាចឹងទៅដើម្បីឲ្យត្រីយើងចូលចិត្តជាមួយនឹងស្ករបន្ទាប់មកក៏នាងខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចចឹងទៅដើម្បីឲ្យវាមានរសជាតិចូលជាមួយនឹងសាច់ត្រីរបស់យើងបន្ទាប់មកក៏នាងខ្ញុំរៀបម្នាស់ដើម្បីកាត់ជាតិឆ្អាបនៃត្រីហើយក៏ដាក់ប៉េងប៉ោះចូលឲ្យប៉េងប៉ោះហ្នឹងចូលជាតិឈ្ងុយប៉េងប៉ោះមកគឺឆ្ងាញ់អែមខ្លាំងមែនតើចឹងអ្នកដែលបានមើលវីដេអូនៃការខត្រីនេះកុំភ្លេចសាកល្បងធ្វើខត្រីទាំងអស់គ្នាណាគឺរសជាតិគឺដំបេះមកដូចខត្រីកំប៉ុងចឹងតែគាត់ថាយើងខត្រីស្រស់ខ្លួនឯងចឹងគឺជាតិឆ្ងាញ់ខ្លាំងមែនតើហើយយើងកុំដាក់ទឹកច្រើនពេកអានេះនាងខ្ញុំដាក់ទឹកច្រើនពេកឡើងទឹកច្រើនពេកទៅវាទៅជាសទឹកសម្លរបស់យើងវាអត់ខំល្អអញ្ចឹងគឺនាងខ្ញុំត្រូវរងាស់វាប្រហែលជា1ម៉ោងទៅ2ម៉ោងស្មមតែទឹកខរបស់នាងខ្ញុំហ្នឹងគឺវាចូលជាតិគ្នាល្អអានេះនាងខ្ញុំកូរទៅឡើងបាក់ក្បាលត្រីអស់ហើយបន្ទាប់ពីសម្លរបស់នាងខ្ញុំរៀងពុះហើយក៏នាងខ្ញុំចាក់បន្លែស្រាក់នឹងចូលជាការស្រាហើយវីដេអូខត្រីសម្បារបស់នាងខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត